ធ្វើមួយសូមអបអរសាទរម្ចាស់ផ្ទះដែលបានបំពេញភារកិច្ចពិនិត្យចូលប្រចាំថ្ងៃអ្នកបានទទួលបច្ចេកទេសដាំដុះទៀនអាយុ 5000 ឆ្នាំម្ចាស់ផ្ទះក៏បានដឹងពីដែនកំណត់នៃអាណាចក្រមាតុនិងគ្រោះថ្នាក់នៃការដាំដុះផងដែរចំណុចខ្ពស់បំផុតនៃពិភពលោកនេះគឺជាព្រំដែននៃអាណាចក្រនៃភាពល្អឥតខ្ចោះការទម្លុះព្រំដែននេះនឹងបណ្ដាលឲ្យជញ្ជាំងវិមាត្រដួលរលំដែលនាំទៅដល់ការបំផ្លិចបំផ្លាញអាណាចក្រដ៏ទេវភាពទោះជាយ៉ាងណាក៏ដោយអ្នកបានទន្ទេញចាំបច្ចេកទេសដាំដុះទៀនអាយុ 1000 ឆ្នាំសូមឲ្យនាងទន្ទេញចាំវាអ្នកផ្សេងទៀតចំណាយពេលពេញមួយជីវិតរបស់ពួកគេ 1000 ឆ្នាំដាំដុះបច្ចេកទេសនេះដោយសង្ឃឹមថានឹងទម្លុះព្រំដែននៃភាពល្អឥតខ្ចោះហើយឡើងទៅចំណុចខ្ពស់បំផុតនៃសុភមង្គលនៅក្នុងពិភពលោកខ្ញុំមិនដែលស្រមៃថាកម្រិតនៃភាពល្អឥតខ្ចោះរបស់ខ្ញុំនឹងក្លាយជាចំណុចចាប់ផ្ដើមនោះទេតើដៃគូរបស់អ្នកអាលិចនៅទីនេះទេថ្ងៃនេះជាថ្ងៃសម្រាប់ទទួលបានសិទ្ធិនៃនិកាយរបស់យើងម្ចាស់របស់យើងបានចាត់ខ្ញុំសូមទៅមើលថាតើមានសិទ្ធិណាមួយដែលមានបញ្ហាដែរឬទេនេះនឹងជួយបន្ថែមពណ៌ខ្លះដល់និកាយដែលគួរឲ្យធុញរួចទៅហើយដល់ពេលជ្រើសរើសសិទ្ធិហើយមែនទេអស់រយៈពេល2ឬ3ឆ្នាំកន្លងមកនេះរាល់ពេលដែលមានពិធីទទួលសិទ្ធិលោកម្ចាស់ព្រះអង្គតែងតែជំរុញឲ្យខ្ញុំទទួលយកឯកសិទ្ធិពិសេសនេះប៉ុន្តែខ្ញុំទើបតែបានហ្វឹកហាត់បាន2 ឬ3ឆ្នាំប៉ុណ្ណោះខ្ញុំទើបតែឈានដល់កម្រិតនៃអាណាចក្រនៃការហ្វឹកហាត់តើខ្ញុំអាចបង្រៀននរណាម្នាក់ដោយរបៀបណាលោកអេឡឹកព្រះអង្គមានមោទនភាពពេកហើយកុំនិយាយអំពីរឿងនេះទៀតលោកម្ចាស់ព្រះអង្គគួរតែពិនិត្យមើលឯកសិទ្ធិពិសេសនេះប៉ុន្តែសូមឲ្យខ្ញុំប្រាប់ព្រះអង្គថាខ្ញុំមិនប្រកាសថាខ្ញុំនឹងទទួលយកវាទេចូលយើងភ្លេចអំពីឯកសិទ្ធិនេះសម្រាប់ពេលនេះខ្ញុំនៅតែចង់រស់នៅដោយសន្តិភាពរយៈពេល2 ឬ 3 ឆ្នាំទៀតឆ្នាំនេះមានឱកាសល្អជាច្រើនមើលយុវជនម្នាក់នេះដែលស្លៀកពាក់ពណ៌ខៀវតើនរណាជាអ្នកចាស់ទុំនេះគាត់ជាប្អូនប្រុសភ្លោះរបស់លោកម្ចាស់ខ្ញុំគឺកំពូលភ្នំជីជូគឺជាកំពូលភ្នំពិសេសមួយមែនទេគាត់មើលទៅអស្ចារ្យណាស់ប្អូនប្រុសភ្លោះនោះហាក់ដូចជាមានតែអាណាចក្រនៃការហ្វឹកហាត់ប៉ុណ្ណោះម្នាក់នោះគឺជាប្អូនប្រុសភ្លោះរបស់លោកម្ចាស់ខ្ញុំគឺកំពូលភ្នំជីជូគឺជាកំពូលភ្នំពិសេសមួយមែនទេតើអ្នកដឹងអ្វីខ្លះលោកម្ចាស់បងប្រុសរបស់ខ្ញុំមិនទាន់ដល់អាយុ20ឆ្នាំផងប៉ុន្តែគាត់ជាកូនប្រុសនៃអាណាចក្រនៃការដាំដុះអ្នកចម្បាំងនោះអាចប្រៀបធៀបទៅនឹង Reswen Wings 10 នាក់តើចៅហ្វាយនីកំពូលទាំង7រូបណាដែលមិនមកពីតំបន់ព្រំដែនគាត់គ្រាន់តែជាចៅហ្វាយនីតំបន់ព្រំដែនប៉ុណ្ណោះតើអ្នកចម្បាំងនោះអាចក្លាយជាចៅហ្វាយនីកំពូលដោយរបៀបណាគុំនិយាយមិនសមហេតុផលបែបនេះជាបន្ទាប់ពីធ្វើជាចៅហ្វាយនីកំពូលអស់រយៈពេល10ឆ្នាំសូម្បីតែសិស្សរបស់គាត់ក៏មិនគោរពគាត់ដែរតើកិត្យានុភាពនៅណាការងាររបស់អ្នកចម្បាំងកំពុងត្រូវបានធ្វើជាយូរគឺជាសិស្សចុងក្រោយតើគាត់មិនគួរទទួលយកសិស្សម្នាក់ទេអំណាចរបស់អ្នកចម្បាំងមិនត្រូវបានបណ្ដាសាទេហេតុអ្វីបានជាអំណាចនេះមានចំណុចខ្វះខាតប្រព័ន្ធទាំងមូលត្រូវបានបោកបញ្ឆោតប្រភពថាមពលដើមត្រូវបានខូចខាតដែលបណ្ដាលឲ្យមានការអភិវឌ្ឍមិនពេញលេញវាត្រូវការថាមពលវិញ្ញាណដើម្បីសម្អាតការខូចខាតនិងឱសថដើម្បីបំពេញប្រភពថាមពលដែលខូចខាតមានតែពេលនោះទេដែលអាចព្យាបាលបានការទទួលយកយុវជននេះជាសិស្សហាក់ដូចជាជម្រើសដ៏ល្អមួយអំណាចរបស់ព្រះសង្គ្រាមមានសក្តានុពលដ៏គួរឲ្យខ្លាចមានកំណត់ក្រៅពីនេះដោយវិនិច្ឆ័យពីចរិតរបស់គាត់មិនមែនជាប្រភេទដែលបង្កបញ្ហាគ្រប់ទីកន្លែងនោះទេប៉ុន្តែការទទួលយកសិស្សមានន័យថាការទទួលយកការពិតដែលថាគាត់ត្រូវតែរស់រានមានជីវិតត្រូវតែខ្លាចជាអ្នកឡើងជាងមុននិងកម្ចាត់មនុស្សទាំងនោះម្ដងមួយចៅក្រមទាំងពីរបានឃើញគ្រាដំបូងនៃជីវិតរបស់សិស្សដោយដកដង្ហើមធំយ៉ាងស្រទន់ម្ដាយដែលមានកំហុសនឹងត្រូវបានគេបោះបង់ចោលរបស់គាត់ដែលជាព្រះនៃសង្គ្រាមមិនអាចប្រកួតប្រជែងជាមួយម្ដាយដែលល្អឥតខ្ចោះបានទេប៉ុន្តែមិត្តរបស់គាត់នៅតែនៅទីនោះអ្វីដែលសំខាន់ជាងនេះទៅទៀតមានភាពខូខើលាក់កំបាំងនៅក្នុងក្រសែភ្នែករបស់ក្មេងប្រុសនេះគាត់មានភាពចាស់ទុំជាងកុមារដែលល្អឥតខ្ចោះកូតាអ្នកឈ្មោះអ្វីសិស្សនោះបានឆ្លើយថាហ្គូសៀរូបៃសូមជម្រាបសួរអ្នកដោយគោរពអេដឺគឺក្មេងនេះល្អឥតខ្ចោះរួចទៅហើយមែនទេកម្រិតទី3គឺជាឋានៈទាបបំផុតរូបរាងខាងក្រៅរបស់គាត់ស្ទើរតែមិនគ្រប់គ្រាន់តើមេនិកាយអាចតាក់ទាញគាត់ដោយរបៀបណាតើអ្នកសុខចិត្តខ្លាយជាសិស្សថ្មីរបស់ខ្ញុំទេមេនិកាយរបស់ខ្ញុំគឺមនុស្សនេះល្អឥតខ្ចោះប៉ុន្តែមានតែឋានៈទាបបំផុតនៃកម្រិតទី3ប៉ុណ្ណោះតើមេនិកាយបានជ្រើសរើសមនុស្សខុសទេខ្ញុំបានឮថាមេនិកាយបានលាក់ខ្លួនប្រសិនបើគាត់មិនដឹងថាឋានៈទាបបំផុតនៃកម្រិតទី3មានន័យយ៉ាងណានិកាយឈីងសួនរបស់យើងទោះបីជាវាគ្រាន់តែជាអ្នកហ្វឹកហាត់កម្រិតទាបក៏ដោយវាពិបាកគ្រប់គ្រាន់ហើយក្នុងការដឹកនាំអ្នកហ្វឹកហាត់ចូលទៅក្នុងខ្លួនហើយអ្នកចង់ទទួលយកគាត់ជាសិស្សផ្ទាល់មែនទេ
ការទទួលយកសិស្សមិនមែនជារឿងដែលត្រូវមើលស្រាលនោះទេអំណាចរបស់អ្នកហ្វឹកហាត់របស់ក្មេងនេះពិតជាទាបពេកប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយពេលវេលាបង្រៀនជាងសៀវហ្វេងទេអ្នកអាចឲ្យអ្នកចាស់ទុំម្នាក់ដោះស្រាយវាបានខ្ញុំគិតថាមនុស្សនោះពិតជាមានសមត្ថភាពអ្នកហ្វឹកហាត់កម្រិតខ្ពស់នៅក្បែរអ្នកយ៉ាងហោចណាស់អ្នកនឹងមិនធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់និកាយកំពូលឡើយប្រសិនបើអ្នកគ្រាន់តែត្រូវការនរណាម្នាក់នៅជាមួយអ្នកចូលឲ្យគាត់ធ្វើជាអ្នកបម្រើរបស់អ្នកសូមអរគុណចំពោះចេតនាល្អរបស់មនុស្សគ្រប់គ្នាប៉ុន្តែខ្ញុំជ្រើសរើសអ្នកបម្រើរបស់ខ្ញុំដោយផ្អែកលើថាតើខ្ញុំចូលចិត្តពួកគេឬអត់ហេតុអ្វីបានជាអ្នកមិនចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំសុខចិត្តអរគុណលោកគ្រូដែលមិនមើលងាយខ្ញុំទោះបីជាខ្ញុំស្លាប់ក៏ដោយខ្ញុំនឹងមិនសោកស្ដាយចំពោះជីវិតរបស់ខ្ញុំឡើយឌីងបានរកឃើញថាម្ចាស់ផ្ទះបានទទួលសិទ្ធិដំពូជដោយផ្ទាល់បេសកកម្មនៃសមរភូមិមេតបត្រូវបានបញ្ចប់រង្វាន់ដែលបានផ្ដល់ជូនបច្ចេកទេសជ្រៀតចូលបំផន់ត្រូវបានចេញផ្សាយ100ចរន្តនៃជីផ្ដោតទីក្រុងទឹកវិញ្ញាណដើមមួយនិងបច្ចេកទេសបងប្រុសប៉ះទង្គិចអស្ចារ្យណាស់100ចរន្តនៃជីផ្ដោតទីក្រុងរង្វាន់សម្រាប់ការទទួលបានសិទ្ធិនេះគឺពិតជាមានច្រើនក្រៃលែងនេះជាអ្វីដែលមានប្រភពមកពីការបង្កើតពិភពលោកយោងទៅតាមរឿងព្រេងឈីដើមត្រូវបានបញ្ចូលជាមួយនឹងច្បាប់ក្របថេញជាតិដើមចំពោះបច្ចេកទេសបងប្រុសប៉ះទង្គិចវាច្បាស់ណាស់ថាវាត្រូវបានរៀបចំសម្រាប់ការប្រយុទ្ធដ៏ខ្លាំងក្លាហើយទឹកវិញ្ញាណដើមអាចបន្សុទ្ធឆ្អឹងនិងសម្អាតមេរេឌៀនដោយបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់រាងកាយរបស់មេតបវាជាកំណប់ទ្រព្យដ៏មានតម្លៃដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់គាត់ប្រព័ន្ធនេះពិតជាសប្បុរសណាស់រាល់ពេលដែលគាត់ធ្វើសកម្មភាពគាត់តែងតែនាំមកនូវវីដែលមានតម្លៃកម្រិតជំនាញរបស់គាត់គឺខ្ពស់បែបនេះគេនិយាយថានៅទូទាំងអាណាចក្រស្ថានសួគ៌ដ៏អស្ចារ្យទាំងមូលគ្មានកន្លែងទី2ដូចនេះទេចាប់ពីថ្ងៃនេះទៅអ្នកគឺជាកូនចៅផ្ទាល់របស់ខ្ញុំគូឆាងគឺតាមខ្ញុំត្រឡប់ទៅស៊ីជូហ្វេងវិញឆាងគឺបានចាក់ចេញអ្វីដែលនៅក្នុងក្រសែភ្នែករបស់ក្មេងនេះវាលើសពីទេពកោសល្យឋានសួគ៌ទៅទៀតខ្ញុំមិនដឹងថាក្មេងនេះពិតជាអាចសម្រេចបានរឿងអស្ចារ្យឬអត់ទេការសម្លឹងរបស់យុវជនគេនេះកាន់តែចម្លែកទៅចាប់ពីថ្ងៃនេះទៅអ្នកគឺជាកូនចៅតែមួយគត់របស់ឆៃឈូវេងទោះបីជាមានតែអ្នកឥឡូវនេះក៏ដោយក៏ត្រូវតែមានច្បាប់ទី1អ្នកអាចនឹងបង្កបញ្ហាប៉ុន្តែប្រសិនបើមាននរណាម្នាក់មកមាត់ទ្វារខ្ញុំកុំខ្លាចអីខ្ញុំដឹងថាអ្នកមានសត្រូវប្រសិនបើវាតាក់ទងនឹងការចាត់វិធានការសូមចាំថាត្រូវលុបបំបាត់ពួកគេចោលទាំងស្រុងមែនហើយលោកគ្រូទី2មុនពេលអ្នកពិតជាចាស់ទុំប្រសិនបើអ្នកជួបនរណាម្នាក់ដែលមាននាមរកូលីឈៀវឬឈឺជាពិសេសអ្នកដែលហាក់ដូចជាធម្មតានិងមិនគួរឲ្យកត់សម្គាល់ប៉ុន្តែតែងតែមានមនុស្សមករកពួកគេចូលចិញ្ចឹមពួកគេប្រសិនបើអ្នកអាចធ្វើបានហេតុអ្វីកុំសួរគ្រាន់តែធ្វើតាមដែលខ្ញុំនិយាយទី3និងសំខាន់បំផុតមិនថាការដាំដុះរបស់អ្នករីកចម្រើនប៉ុណ្ណានោះទេចូលចាំថាត្រូវលាក់វាជានិច្ចចាប់ពីពេលនេះទៅបង្ហាញតែ3/4នៃអំណាចរបស់អ្នកដល់មនុស្សទុកកន្លែងខ្លះសម្រាប់ការរត់គេចខ្លួននិងការការពារដើម្បីរស់រានមានជីវិតបានយូរនៅក្នុងប្រឡោមលោកដែលខ្ញុំបានអានកាលពីជាតិមុនមនុស្សដែលមាននាមត្រកូលយីនឹងឈៀវជារឿយត្រូវបានប្រទានពរដោយវាសនាដោយតែងតែប្រឈមមុខនឹងបញ្ហាទោះជាយ៉ាងណាក៏ដោយមនុស្សម្នាក់នេះមាននាមត្រកូលឈែវខ្ញុំមានបំណងរស់នៅដោយសន្តិភាពនៅឈូប៉ុន្តែផ្ទុយទៅវិញខ្ញុំបានទទួលវាសនាដែលហាក់ដូចជារបស់ខ្ញុំទោះបីជាវាជាខ្ញុំក៏ដោយជាមួយនឹងអំណាចដែលមិនអាចប្រៀបផ្ទឹមបានរបស់ខ្ញុំនៅក្នុងពិភពលោកនេះខ្ញុំនៅតែមិនអាចបង្ក្រាបមនុស្សម្នាក់នេះបានចូលមកចិត្តខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយខាងក្រៅម្ចាស់ហាក់ដូចជាស្ថិតនៅដំណាក់កាលដំបូងនៃអាណាចក្រ Deep Vine ប៉ុន្តែតាមពិតគាត់ស្ថិតនៅដំណាក់កាលកណ្ដាលជាយូរមកហើយគាត់មានសមត្ថភាពដួលរំលំទ្វីបទាំងមូលដោយដៃរបស់គាត់ប៉ុន្តែគាត់ត្រូវធ្វើពុតជាម្ចាស់តាទ្រង់ភ្ញាក់ទេខ្ញុំមិនឃើញនរណាម្នាក់កំពុងញ៉ាំអាហារនៅទីនេះទេដូច្នេះខ្ញុំបានប្រមូលអង្ករព្រៃមួយចំនួនពីភ្នំនៅពីក្រោយផ្ទះស្ងោរនិងចំហុយវាម្ចាស់វាប្រហែលជាមិនមែនជារឿងតូចតាចទេខ្ញុំបានរៀនរឿងនេះនៅក្នុងពិភពមនុស្សរបស់ខ្ញុំមិននឹកស្មានថាទ្រង់ភ្លេចទេការពិតគឺថាកាលពីជាតិមុនខ្ញុំបានញ៉ាំអាហារនៅភោជនីយដ្ឋានសាច់អាំងច្រើនពេកខ្ញុំបានឃើញវាញឹកញាប់ដូច្នេះខ្ញុំអាចចម្អិនវាបន្តិចបន្តួចប្រហែលជាការដើរតាមចៅហ្វាយនឹងនាំទៅរកជីវិតខុសគ្នាទាំងស្រុងបន្ទាប់ពីញ៉ាំអាហាររួចចូលទៅធ្វើការតើអ្នកដឹងទេថាអ្នកមានរាងកាយប្រភេទណាអំណាចរបស់អ្នកបង្ហាញថាអ្នកស្ថិតនៅដំណាក់កាលមនុស្សកម្រិតទាបត្រូវហើយអ្នកពិតជាស្ថិតនៅដំណាក់កាលមនុស្សកម្រិតទាបឥឡូវនេះអ្នកមានរាងកាយរបស់ព្រះសង្គ្រាមនៅពេលដែលអភិវឌ្ឍពេញលេញវានឹងក្លាយជារាងកាយដ៏រឹងមាំបំផុតមួយរាងកាយព្រះសង្គ្រាមកើតមកសម្រាប់សមរភូមិរូបរាងរបស់វាគឺដូចព្រះដែលមានសមត្ថភាពបំបែកផ្កាយដោយកណ្ដាប់ដៃតែមួយប្រសិនបើស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះការកើតមកគ្រាន់តែគ្រប់គ្រាន់ដើម្បីប្រមានស្ថានសុខនិងផែនដីជាអកុសលម្ដាយរបស់អ្នកត្រូវបានគេធ្វើឃាតក្នុងអំឡុងពេលដែលពួកគេរួបរวมគ្នាថ្នាំពុលនៃកំឡាំងជីវិតរបស់អ្នកមិនត្រឹមតែធ្វើបាបនាងប៉ុណ្ណោះទេថែមទាំងបានចូលទៅក្នុងចរន្តឈាមរបស់អ្នកដោយខំខ្លឹមសាររបស់អ្នកទៀតផងដូច្នេះតើមានវិធីព្យាបាលណាមួយទេនេះគឺជាសារធាតុចម្រាញ់ពីវិញ្ញាណឆ្អឹងដែលជាឱសថដ៏មានឥទ្ធិពលដើម្បីពង្រឹងប្រភពដើមរបស់អ្នកនិងភាពត្រជាក់ដ៏ត្រជាក់
រយៈពេល3ថ្ងៃចាប់ពីពេលនេះទៅខ្ញុំនឹងប្រើថ្នាំចម្រាញ់ពីវិញ្ញាណឆ្អឹងនិងថ្នាំពុលលើអ្នកជារៀងរាល់ថ្ងៃនៅពេលនេះម្ដងក្នុងមួយថ្ងៃស៊ូទ្រាំនឹងការជិះចាប់ញ៉ាំនិងសម្រាប់ថ្ងៃស្អែកនៅពេលនេះខ្ញុំនឹងត្រឡប់មកវិញថ្នាំពុលនឹងត្រូវបានបញ្ចេញចោលទាំងស្រុងឥឡូវនេះដល់ពេលដាស់រូបកាយសង្គ្រាមដល់ទេវភាពរបស់អ្នកញ៉ាំនេះវានឹងមិនផ្លាស់ប្ដូរចិត្តរបស់អ្នកតាមការស្នើសុំទេរូបកាយយកខ្វក់និងមានស្នាមប្រឡាក់ដោយពណ៌ច្បាស់លាស់សូមអរគុណលោកគ្រូសម្រាប់ការកើតជាថ្មីរបស់អ្នកគម្ពីរ God of War នេះស័ក្តិសមនឹងរាងកាយរបស់អ្នកយ៉ាងល្អឥតខ្ចោះអនុវត្តវាឲ្យបានល្អលោកគ្រូវាមានតម្លៃពេកវានឹងប្រមូលផ្ដុំធូលីដីលុះត្រាតែទុកចោលមិនប្រើប្រសិនបើអ្នកអាចប្រើវាដើម្បីបង្កើតឈ្មោះសម្រាប់ខ្លួនអ្នកវានឹងមិនមែនជាការខ្ជិះខ្ជាយនោះទេលោកគ្រូខ្ញុំមិនធ្វើឲ្យលោកគ្រូខកចិត្តទេអ្វីដែលអ្នកបានទទួលមិនមែនគ្រាន់តែជាឱកាសដើម្បីជាសះស្បើយនោះទេប៉ុន្តែវាក៏ជាការចាប់ផ្ដើមនៃដំណើរមួយដើម្បីផ្លាស់ប្ដូរវាសនារបស់អ្នកផងដែរចាប់ពីកណ្ដាប់ដៃបំបែកធ្នូជាមូលដ្ឋានរហូតដល់អាណាចក្រព្រះនៃសង្គ្រាមដែលមិនអាចប្រៀបផ្ទឹមបានបច្ចេកទេសនីមួយត្រូវបានបញ្ចូលដោយស្មារតីប្រយុទ្ធដ៏ខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានត្រីមាសនៅក្នុងខ្លួនរបស់អ្នកកាន់តែប្រមូលផ្ដុំជាងពេលណាទាំងអស់ចរន្តឈាមរបស់វាកាន់តែចម្រាញ់ហើយឆ្អឹងនិងសរសៃពួររបស់អ្នកពោពេញទៅដោយស្មារតីអ្នកចម្បាំងហ៊ុំព័ទ្ធដូចជាជញ្ជាំងដៃគាត់បានគិតអំពីការទម្លាយភាពតច្រកគំនិតរបស់មនុស្សម្នាក់នេះមិនអាចរកឃើញទេខ្ញុំបានបង្រៀនបច្ចេកទេសសម្ងាត់មួយដល់អ្នកបច្ចេកទេសនេះជួយលាក់បាំងអំណាចរបស់អ្នកដោយលាក់បាំងកម្រិតនៃការដាំដុះរបស់អ្នកខ្ពស់ជាងបច្ចេកទេសធម្មតារាប់រយដងវាមិនអាចប្រាប់បានទេវាមិនត្រឹមតែលាក់បាំងកម្រិតធម៌ពលរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏ធ្វើត្រាប់តាមអរ៉ានៃរាងកាយផ្សេងទៀតដំណាក់កាលបន្ទាប់ដែលត្រូវបានស្ទាត់ជំនាញដោយលោកគ្រូ10កម្រិតបង្កើតរាងកាយមានប្រសិទ្ធភាពវាមិនមែនជាការឥតប្រយោជន៍ទេដែលរាងកាយនេះត្រូវបានផ្ដល់ឲ្យអ្នកឥឡូវនេះអ្នកស្ថិតនៅដំណាក់កាលកម្រិតខ្ពស់នៃការបង្កើតរាងកាយអ្នកត្រូវតែកែលម្អវាដល់កម្រិតចុងក្រោយរបស់វាដោយត្រឡប់ទៅសភាពដើមរបស់វាកាលពី3ថ្ងៃមុនចង់ចាំថានិយាយតិចពួកគេកំពុងមើលអ្នកប្អូនប្រុស10នាក់ឲ្យខ្ញុំសូមរំខានអ្នកជាមួយរឿងនេះពិធីតែងតាំងសិស្សថ្ងៃនេះទើបតែបញ្ចប់អ្នកទទួលបានសិស្សថ្មីម្នាក់ដូច្នេះយើងបានឈប់មើលយើងក៏បានយកសម្ភារៈមួយចំនួនសម្រាប់បណ្ដោះបណ្តើផងដែរនេះគឺជាទឹកអម្រឹតនៃសេចក្តីស្រឡាញ់ក្មេងនេះទើបតែចូលក្នុងនិកាយវាគួរតែមានប្រសិទ្ធភាពខណៈពេលដែលអ្នកនៅជាមួយមេនិកាយអ្នកត្រូវតែបណ្ដោះបណ្ដាលយ៉ាងយកចិត្តទុកដាក់អរគុណមេនិកាយសូមអរគុណដល់មេនិកាយទាំងអស់ប្អូនប្រុសរបស់ខ្ញុំរាងកាយរបស់ក្មេងនេះមើលទៅហាក់ដូចជាទន់ខ្សោយណាស់យើងត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះគាត់ក្មេងដែលអ្នកបានកំណត់គោលដៅត្រូវតែអស្ចារ្យទោះជាយ៉ាងណាក៏ដោយការបណ្ដោះកូនមិនអាចគ្រាន់តែជាបញ្ហាលំបាកនោះទេអរគុណសិស្សមិនគ្រប់គ្រាន់ទេប្រាប់ខ្ញុំមកយើងនៅតែមានសម្ភារៈមួយចំនួននៅសល់នៅនិកាយបើដូច្នោះអរគុណច្រើនសិស្សច្បងតើពិធីតែងតាំងលើកនេះយ៉ាងម៉េចដែរក្រុមនេះពិតជាមានសមត្ថភាពណាស់មាន3នាក់ដែលមានសមត្ថភាពខ្ពស់នៅកម្រិតឋានសួគ៌ខុសគ្នាប្រសិនបើពួកគេត្រូវបានមើលថែយ៉ាងល្អប្រសិនបើពួកគេនៅកម្រិតឋានសួគ៌ពួកគេមិនគួរជាបញ្ហាទេប្រសិនបើពួកគេឈានដល់កម្រិតស្តេចអាទីលុនក៏មានមួយចំនួននៅកម្រិតខ្ពស់នៃវិញ្ញាណផងដែរនោះមិនអាក្រក់ទេមនុស្សទាំងនេះពិតជាមានល្បិចកលអំណាចដែលពួកគេបញ្ចេញគឺច្រើនជាងកម្រិតពិតរបស់ពួកគេទៅទៀតពួកគេយ៉ាងហោចណាស់នៅកម្រិតជីដូនម្ដងវាហាក់ដូចជានិកាយឈីងសួននឹងអាចបង្កើតខ្លួនឯងនៅសួនជើហើយវានឹងមិនពឹងផ្អែកតែលើរូបរាងខាងក្រៅនោះទេចា៎ទុកថាមានជំនាញជាងមនុស្សជំនាន់មុនអង្គុយចុះអ្នកពូកែជាងអ្នកទាំងពីរនោះច្រើនណាស់អ្នកពិតជាពិសេសណាស់ហើយអ្នកក៏ជាព័ត៌មានមិនពិតផងដែរអាស្រ័យលើបញ្ហានេះខ្ពស់ជាងខ្ញុំលោកអាឡិចអ្នកនៅទីនេះថ្ងៃនេះខ្ញុំនៅតែស្រឡាញ់អ្នកខ្ញុំបានមកនាំយកអូសតទៅសេនេកទី2ខ្ញុំចង់សួរលោក Alex នៅសំណួរមួយក្នុងករណីនោះខ្ញុំបានជ្រើសរើសសិទ្ធនៅពេលនោះមេដឹកនាំនិកាយនៅតែចង់ឲ្យអ្នកទទួលយកខ្ញុំជាសិស្សរបស់អ្នកប៉ុន្តែអ្នកបានជ្រើសរើសសិស្សក្មេងជាងនេះជំនួសវិញខ្ញុំគិតថាលក្ខណៈសម្បត្តិរបស់ខ្ញុំមិនអាក្រក់ទេតាក់ទងនឹងជំនាញខ្ញុំត្រូវបានចាត់ទុកថាជាកំពូលនៅក្នុងចំនួនរបស់ខ្ញុំហេតុអ្វីបានជាអ្នកមិនទទួលយកខ្ញុំ Alex ខ្ញុំមិនមានបំណងមិនគោរពអ្នកទេ Alex ប៉ុន្តែខ្ញុំពិតជាមិនយល់ទេលើកនេះខ្ញុំបានស្ម័គ្រចិត្តមកសួរអ្នកដោយខ្លួនឯងតើអ្នកពិតជាចង់ដឹងអ្វីលក្ខណៈសម្បត្តិរបស់អ្នកគឺនៅកម្រិតមិនពិតមែនទេបាទប៉ុន្តែមើលចុះកម្រិតជំនាញរបស់ខ្ញុំគឺនៅកម្រិត Benton នៅកំពូលនៃកម្រិត Cat ប្រសិនបើអ្នកមិនជឿខ្ញុំទេចូលទៅសួរមេដឹកនាំនិកាយខ្ញុំជាអ្នកដែលដឹងកម្រិតរបស់ខ្ញុំច្បាស់ជាងគេសិស្សយល់ហើយអរគុណ Alex ដែលបានជួយគាត់ឲ្យយល់ខ្ញុំបានដាក់ពាក្យសុំសិស្សរបស់ខ្ញុំដោយជោគជ័យលោកគ្រូរបស់ខ្ញុំបានប្រាប់ខ្ញុំថាខ្ញុំនៅកម្រិតខ្ទេចប៉ុន្តែជាក់ស្ដែងទើបតែ2ថ្ងៃមុននេះគាត់បានប្រាប់ខ្ញុំដោយសម្ងាត់ថាខ្ញុំពិតជានៅកម្រិតមធ្យមមានតែខ្ញុំទេដែលដឹងអាចកំបាំងនេះតើអ្នកកំពុងញ៉ាំអំពីអ្វីអ្នកល្ងងខ្លៅហេគ្មានអ្វីទេលោកគ្រូខ្ញុំគ្រាន់តែគិតថាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវប្រសិនបើអ្នកនៅតែសើចដោយសម្ងាត់ខ្ញុំនឹងដកបុរសរបស់អ្នកទាំងអស់ចេញហើយធ្វើឲ្យពួកគេខ្លាចជាអ្នកការពាររបស់ខ្ញុំហេតុអ្វីបានជាអ្នកនៅតែឈរនៅទីនោះអ្នកត្រឡប់មកវិញហើយតើអ្នកទទួលបានអ្វីខ្លះពីដំណើរកំសាន្តទៅកាន់ភ្នំស៊ីឈូនេះលោកគ្រូអូសូតបានប្រគល់វាទៅឲ្យអ្នកអាឡឹកគូប៉ុន្តែធម៌ពលខាងវិញ្ញាណនៅភ្នំស៊ីឈូគឺខ្លាំងណាស់អាឡឹកគូដែលមានត្បូងតែមួយគ្រាប់នោះតើអូសូតពិតជាអាចការពារភ្នំស៊ីឈូបានទេតើអ្នកដឹងពីប្រភពដើមនៃប្អូនប្រុសទាំង10នាក់របស់ខ្ញុំទេពួកគេត្រូវបានស៊ីឈូតាវយកទៅចិញ្ចឹមបីបាច់កាលពី10ឆ្នាំមុនដោយអនុវត្តការបួសនៅលើភ្នំស៊ីឈូក្រោយមកស៊ីឈូតាវបានចាប់ផ្ដើមដំណើរបួសរបស់គាត់ហើយបានប្រគល់ភ្នំស៊ីឈូទៅឲ្យពួកគេស៊ីឈូតាវបានប្រទានពរជ័យយ៉ាងខ្លាំងដល់និកាយរបស់យើងប្រសិនបើមិនមែនសម្រាប់គាត់នៅពេលនោះទេ
ខ្ញុំនឹងមិនឈរនៅទីនេះនៅចំពោះមុខអ្នកបែបនេះទេឥឡូវនេះការយកចិត្តទុកដាក់និងជួយគាត់គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុន្តែហេតុអ្វីបានជាធម្មពលខាងវិញ្ញាណនៅលើភ្នំស៊ីឈូខ្លាំងម្ល៉េះគាត់បាននៅកន្លែងស្ងាត់ជ្រុំអស់រយៈពេល10ឆ្នាំមកហើយដោយបានបណ្ដុះអំណាចខាងវិញ្ញាណបែបនេះតើគាត់អាចនៅតែបណ្ដុះនៅកម្រិតកំពូលនៃការបណ្ដុះរបស់គាត់ដោយរបៀបណានៅក្នុងភ្នែករបស់ខ្ញុំគាត់ប្រហែលជាបានឈានដល់កម្រិតកំពូលនៃការបណ្ដុះរបស់គាត់ប្រសិនបើដូច្នោះមែនហេតុអ្វីបានជាគាត់និយាយថាគាត់នៅទីនេះវាគ្រាន់តែដោយសារតែគាត់មានស្មារតីឯកោហើយមិនចូលចិត្តអួតអាងក្រៅពីនេះចៅហ្វាយចាស់បានបន្សល់ទុកទ្រព្យសម្បត្តិយ៉ាងច្រើនដល់គាត់ជំរឿរបស់គាត់ត្រូវតែមិនធម្មតាខាងក្រៅគាត់អាចហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែគាត់លាក់បាំងសមត្ថភាពយ៉ាងច្រើនកុំអួតអាងច្រើនពេកដូចជាឋានសួគ៌របស់ពូរបស់អ្នកដែរគាត់គ្រាន់តែបើកចំហចំពោះកម្រិតខ្ពស់បំផុតនៃការបណ្ដុះនេះគឺជាប្រាជ្ញាពិតខ្ញុំយល់ហើយឥឡូវនេះសូមអរគុណលោកគ្រូសម្រាប់ការបង្រៀនរបស់អ្នកមើលចុះនៅចំពោះមុខខ្ញុំលោកគ្រូរបស់អ្នកខ្ញុំបង្ហាញពីធម្មជាតិពិតរបស់ខ្ញុំលោកគ្រូរបស់អ្នកបានឈានដល់កម្រិតខ្ពស់បំផុតនៃការបណ្ដុះរួចហើយនេះកាន់តែល្អសម្រាប់អ្នកលោកគ្រូដែលយ៉ាងហោចណាស់នៅកម្រិតវប្បធម៌ទី9ម្យ៉ាងវិញទៀតក្មេងស្រីនេះនៅតែគ្មានបទពិសោធន៍ពេកអូនសម្លាញ់ខ្ញុំមិនអាចឲ្យនាងដឹងអ្វីទាំងអស់បានទេលោកគ្រូការធ្វើបែបនេះគឺដូចគ្នានឹងលោកគ្រូអាឡិចដែលមិនខុសគ្នាទេពេលងាកមកខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់និយាយលោកគ្រូអ្នកបាននិយាយថាមនុស្សម្នាក់ត្រូវតែដឹងពីរបៀបលាក់បាំងសមត្ថភាពមួយចំនួនខ្ញុំគិតថានេះសមរម្យណាស់ប៉ុន្តែខ្ញុំមិនដឹងពីរបៀបលាក់បាំងកម្រិតវប្បធម៌របស់ខ្ញុំទេតើអ្នកមានបច្ចេកទេសដ៏មានឥទ្ធិពលសម្រាប់លាក់បាំងធម្មពលវិញ្ញាណទេអ្នកមានគំនិតបែបនេះល្អណាស់នេះគឺជាបច្ចេកទេសសម្រាប់លាក់បាំងធម្មពលវិញ្ញាណគឺបច្ចេកទេស Wu Ching Win លោកគ្រូអ្នកស្ទាត់ជំនាញវប្បធម៌បានល្អគ្រប់គ្រាន់ហើយសិក្សាវ៉ាឲ្យបានល្អអរគុណលោកគ្រូខ្ញុំដឹងពីដែនកំណត់របស់ខ្ញុំធ្លុកទាំងនេះដែលព្យាយាមលោតចុះឡើងគឺគ្មានអ្វីសោះចៅហ្វាយនិកាយអាចដោះស្រាយវាបានយ៉ាងងាយស្រួលខ្ញុំជាសិស្សសំខាន់របស់និកាយ Wu Ching Win Lin Li អាយុ20ឆ្នាំខ្ញុំជាសិស្សសំខាន់របស់និកាយ Wu Ching Win Lin Li អាយុ20ឆ្នាំជាអ្នកប្រើប្រាស់វេទមន្តមាសកម្រិតមធ្យមខ្ញុំបានឮថានិកាយ Wu Ching Win មានមនុស្សមានទេពកោសល្យជាច្រើនខ្ញុំឆ្ងល់ថាតើអ្នកហ៊ានប្រកួតប្រជែងខ្ញុំដែរឬទេខ្ញុំបានឮថាអ្នកបានទទួលយកយុវជនដែលមានទេពកោសល្យ5ថើបានឮថាអ្នកបានទទួលយកយុវជនដែលមានទេពកោសល្យជាច្រើននៅឆ្នាំនេះហេតុអ្វីមិនហៅពួកគេមកផ្លាស់ប្ដូរជំនាញប្រយោគចុងក្រោយគឺជាឃ្លាមិនសមហេតុផលហើយមិនបកប្រែបានត្រឹមត្រូវទេខ្ញុំបានឮថាអ្នកមានសក្តានុពលខ្លាយជាអ្នកប្រយុទ្ធលំដាប់ទី1ក្នុងឆ្នាំមួយទៀតហើយនឹងមិនមានឱកាសប្រយុទ្ធទៀតទេស្វីនយ៉ាងជឿនិយាយទាំងនៅតែនិយាយដោយសំឡេងក្រអឺតក្រទុំធម្មតារបស់គាត់ខ្ញុំគ្រាន់តែមិនដឹងថាអ្នកប្រយុទ្ធនៃនិកាយរបស់អ្នកមានទំនុកចិត្តដូចអ្នកឬអត់ទេអ្នកប្រយុទ្ធនៃនិកាយរបស់យើងគឺស្មើនឹងអ្នកដែរយើងមិនចូលចិត្តការហ្វឹកហាត់ដូចអ្នកទេប៉ុន្តែប្រសិនបើអ្នកពិតជាចង់ហ្វឹកហាត់ចូលយើងធ្វើវានៅឆ្នាំក្រោយចូលយើងសាកល្បងជំនាញរបស់យើងនៅសាលាហ្វឹកហាត់ដោយសារមេនិកាយស្វីនយ៉ាងជីមានការព្រួយបារម្ភវាហាក់ដូចជាខ្ញុំនឹងវិតម្លៃគាត់តាមនោះដំបូងឡើយខ្ញុំមានបំណងឆ្លៀតឱកាសនេះដើម្បីវាស់ស្ទង់កម្លាំងរបស់គាត់ដោយសារយើងមិនអាចផ្លាស់ប្ដូរជំនាញបានយើងនឹងត្រូវសុំទោសក្មេងនេះកំពុងស្នើសុំបញ្ហាពួកគេមកថ្ងៃនេះដើម្បីសាកល្បងកម្លាំងរបស់យើងនិងសង្កេតមើលស្ថានភាពពីក្រោយឆាកពួកគេចង់ឲ្យយើងក្លាយជាអ្នកប្រយុទ្ធសំខាន់ក្នុងការប្រកួតប្រជែងរបស់និកាយយើងត្រូវតែរក្សាភាពស្ងប់ស្ងាត់ចាប់ពីថ្ងៃនេះទៅអ្នកប្រយុទ្ធទាំងអស់ត្រូវតែហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ការប្រកួតប្រជែងនៅនាំក្រោយមិនមែនសម្រាប់តែអ្នកប្រយុទ្ធលំដាប់ទី1របស់និកាយនោះទេប៉ុន្តែសម្រាប់ខ្លួនអ្នកផ្ទាល់ផងដែរជាឧទាហរណ៍សមិនល្អជាងអ្នកដទៃទេតាក់ទងនឹងគុណភាព Steel Mode សក់រឿងតែមួយគត់ដែលលេចធ្លោគឺអភិបាលនៃគ្រួសារជីនសូមអភ័យទោសគឺគួរឲ្យខកចិត្តម៉ូដគ្រាន់តែមិនអើពើនឹងការចំណាយលើសយើងលក់បានច្រើនជាងនេះមែនទេពីចម្ងាយឆ្ងាយខ្ញុំឈ្មោះឆែនជួសជោគខ្យល់មិនយូរប៉ុន្មានទំហំទំព័រមុខនឹងត្រូវបានទទួល Rusty តោះទៅអ្នកចាស់ម្ដងទៀតហើយអ្នកនៅតែហ៊ានត្រឡប់មកវិញដើម្បីស្លាប់
ចាស់ហើយផ្អែមល្ហែមមានរឿងអ្វីជាមួយមុខនោះហឹមរងចាំមើលវានឹងកាន់តែប្រសើរជាងមុនអនុញ្ញាតឲ្យខ្ញុំក្រហមសម្លេងរបស់ខ្ញុំល្អតើអ្នកដឹងទេថាអ្នកណាខ្លាំងជាងឥឡូវនេះខ្មាស់អៀនពេកហេតុអ្វីបានជាអ្នកបែបនេះបរោះខ្លាំងម្នាក់នេះមើលទៅដូចជាមនុស្សឈួតដែលហោះហើរនៅកន្លែងណាមួយអូយតើអ្នកណាប្រញាប់ជាងខ្ញុំនោះជាអ្នកវីដំធ្ងន់ណាស់កុំខ្វល់ពីនាងអីទៅដោះស្រាយជាមួយពួកគេអយុធធរពេកអនុញ្ញាតឲ្យពួកគេញើបឡើងវិញបន្តិចបន្ទាប់មកខ្ញុំនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលទ្វេដងដូច្នេះតើយើងនឹងទុកចន្លោះនៅណាហាគេនិយាយថាសុភាពបរោះអាចលាងដៃរបស់គាត់សម្បីតែបន្ទាប់ពី10ឆ្នាំក៏ដោយប៉ុន្តែក្រុមមនុស្សអាក្រក់ទាំងនេះពួកគេបានលាងដៃរបស់ពួកគេតាំងពីព្រឹកមកតាមពិតទៅខ្ញុំមានបំណងធ្វើវាដោយខ្លួនឯងដោយវិនិច្ឆ័យតាមស្ថានភាពលោកម្ចាស់និកាយនិងយើងលោកម្ចាស់នៃចលងភ្នំប្រហែលជានឹងធ្វើសកម្មភាពនៅចំពោះមុខខ្ញុំសូមក្រឡេកមើលស្ថានភាពរបស់ពួកគេខ្ញុំនឹងមិនរវល់ថ្ងៃនេះទេទុកឲ្យពួកគេសម្រាប់មួយថ្ងៃខ្ញុំនឹងស្វាគមន៍ពួកគេម្ដងទៀតនៅថ្ងៃស្អែកបរោះម្នាក់នេះពិតជាមានចិត្តល្អពេកគាត់មិនអាចទ្រាំទ្រនឹងឃើញមនុស្សដទៃទៀតរងទុក្ខខ្វេតនេះបានទេមើលពួកគេដំបងវីប្រហារបន្ទាប់មកវីប្រហារមួយទៀតប្រសិនបើខ្ញុំចូលទៅវីពួកគេម្ដងទៀតតើនោះមិនមែនជាការផ្ដល់ឱកាសឲ្យពួកគេនៅថ្ងៃស្អែកទេនោះហៅថាជាសុភាពបរោះដែលមានក្នុងរឹងមាំខ្ញុំត្រូវតែបន្តទៅមុខទៀតនៅលើទឹកដីដ៏ធំទូលាយនិងក្តៅគប់នេះមាននិកាយធំចំនួន7កំពុងដំណើរការខ្ញុំប្រើប្រាស់អំណាចរក្សាសណ្ដាប់ធ្នាប់នៅក្នុងពិភពលោកនេះនិកាយឈីងសួនមានទីតាំងនៅកណ្ដាលនៃឈីងសួនដោយមានឈីងសួនជាតួអង្គកណ្ដាលពង្រីកឥទ្ធិពលរបស់ខ្លួនរាប់ម៉ឺនម៉ាយនិកាយធានស្ថិតនៅចំកណ្ដាលនៃទឹកដីជាមួយនឹងមេដ៏ក្តៅគប់របស់វាគឺភ្លើងក្រហមដែលជាអ្នកជំនាញខាងបច្ចេកទេសភ្លើងក្នុងចំណោមនិកាយទាំង10មានបុគ្គលិកលក្ខណៈដ៏កាចសាហាវនិងអំណាចប្រយុទ្ធដ៏គួរឲ្យខ្លាចនិកាយខ្វៀនសួនមិនចុះសមរងជាមួយគូប្រជែងរបស់ខ្លួនទេរៀងរាល់3ឆ្នាំម្ដងនិកាយធំទាំង7រៀបចំការប្រកួតមួយដោយអ្នកឈ្នះនៃការប្រកួតមុននឹងក្លាយជាម្ចាស់ផ្ទះក្រៅពីការវាស់ស្ទង់កម្រិតជំនាញការប្រកួតនេះក៏ពិចារណាលើការមានវេទមន្តធម្មពលវិញ្ញាណដ៏មានឥទ្ធិពលផងដែរវាហាក់ដូចជាថាអ្នកកាន់តែខ្ពស់វេទមន្តនិងបច្ចេកទេសរបស់សត្រូវកាន់តែមានតម្លៃនិកាយធានហ្វៀនមានសិស្សកម្រិតធានជាច្រើនហើយចៅហ្វាយនិកាយធានរ៉េនត្រួតពិនិត្យវាដែលធ្វើឲ្យពួកគេមានមហិច្ឆតាខ្លាំងលើកនេះពួកគេកំពុងផ្លាស់ប្ដូរសិស្សរបស់ពួកគេសម្រាប់ទ្រព្យសម្បត្តិដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដោយសង្ឃឹមថានឹងក្លាយជានិកាយលេខ1នៅខ្វានសួនលំពេងវិញ្ញាណនាគរបស់ពួកគេដែលមានសមត្ថភាពកោះហៅវិញ្ញាណនាគដើម្បីជួយក្នុងសមរភូមិនិងត្រាវិញ្ញាណនាគដើមរបស់ពួកគេមានតម្លៃខ្ពស់ទោះជាយ៉ាងណាក៏ដោយអ្វីដែលខ្ញុំពិតជាចាប់អារម្មណ៍គឺស្គលនៃប្រភពដើមនៃនិកាយទី5ដែលខ្ញុំពិតជាចាប់អារម្មណ៍គឺស្គលនៃប្រភពដើមនៃនិកាយវិញ្ញាណនាគនិកាយនីមួយមានវិធីសាស្ត្រដាំដុះផ្ទាល់ខ្លួនដែលមានប្រភពដើមពីភាពលោភលន់មុខរបស់អាសាចារ្យពោពេញដោយការភ័យខ្លាចប្រញាប់ឡើង50លីទៀតយើងនឹងទៅដល់ច្រកទ្វារបางធានរបស់យើងចាំមើលថាអ្នកណាហ៊ានវិប្រហារម្ដងទៀតនាយកសាលាបាននិយាយថាយប់មិនជានរណាអញជ្រើសរើសឆ្ងាយពេកហើយនោះជាអ្វីទាំងអស់ដែលអញគិតថាអញអាចធ្វើបានមែនទេម្សិលមិញអញបាននិយាយថាយើងនឹងធ្វើវាយឺតមិនមែនបោកប្រាស់ទេអញបានឃើញដែរខ្ញុំហើយឥឡូវនេះអញនឹងត្រូវវាម្ដងទៀតនោះគឺជាហូមឿនវីសាយើងឈ្នះហើយហូមឿនវីសាពិតជាអាក្រក់មែនជាភាពអាម៉ាស់ពិតប្រាកដនៅក្នុងការប្រកួតនេះល្អណាស់ហូមឿនវីសាមួយកញ្ចប់គឺមួយកញ្ចប់សូម្បីតែប្រើឈាមរបស់រៀងដើម្បីសងសឹកការសងសឹកនេះចប់ហើយចាំទុកផ្ញើអាហារទៅនាយកសាលាយ៉ាងលឿនហើយបញ្ជូនមនុស្សមកជួយយើងការវាប្រហារនេះទោះបីជាមិនដល់ជីវិតរបស់ពួកគេក៏ដោយក៏គួរតែធ្វើឲ្យអ្នកហូមឿនវីសាកាន់តែក្រអឺតក្រទមលើកនេះនឹងមានភាពសប្បាយរីករាយក្នុងការមើលហាមកទីនេះឲ្យលឿនលោកគ្រូឯងបានស្ទាត់ជំនាញសិល្បៈនៃសង្គ្រាមហើយហូមឿនវីសាវាប្រកាសជាល្អណាស់ទីបំផុតយើងបានទៅដល់ច្រកទ្វារបางធានមូលដ្ឋានរបស់យើងបន្ទាប៉ុន្តែពួកគេបានផ្ដល់ឲ្យយើងលោកម្ចាស់របួសរបស់លោកធ្ងន់ធ្ងរណាស់ការអនុវត្តសមាធិគឺដូចជាការចែវទូកឆ្លងកាត់ទឹកលោកអ្នកត្រូវតែមានភាពក្លាហានហើយបន្តទៅមុខប៉ុន្តែក៏ត្រូវដឹងថាពេលណាត្រូវសម្របសម្រួលផងដែរអស់រយៈពេលជាច្រើនថ្ងៃមកហើយអ្នកបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ទោះបីជាកម្លាំងរបស់លោកបានកើនឡើងគួរឲ្យកត់សម្គាល់ក៏ដោយបទពិសោធន៍របស់លោកក្នុងការប្រយុទ្ធពិតប្រាកដគឺស្ទើរតែសូន្យប្រសិនបើអ្នកត្រូវជួបសត្រូវពិតប្រាកដអ្នកនឹងមិនអាចទ្រាំទ្របានល្អទេសូមលោកម្ចាស់ណែនាំខ្ញុំការប្រយុទ្ធពិតប្រាកដយុទ្ធសាស្ត្រវាយប្រហារឬសូម្បីតែការដោះរីជាមួយសត្វសាហាវសុទ្ធតែជាមធ្យោបាយដើម្បីប្រមូលបទពិសោធន៍សូមមកតាមខ្ញុំនេះជាយុទ្ធសាស្ត្រទៅមើលវាមានតែចំនួននេះទេដែលត្រូវបានរាប់ខ្ញុំយល់អ្វីដែលតិចជាងនេះនឹងមិនរាប់បញ្ចូលទេខ្ញុំសូមអង្វរលោកម្ចាស់ខ្ញុំនឹងរងចាំលោកនៅខាងក្រៅប្រសិនបើអ្នកមិនត្រឡប់មកវិញនៅពេលយប់ទេអ្នកនឹងមិនញ៉ាំអាហារនៅយប់នេះទេលោកម្ចាស់សូមធានាខ្ញុំនឹងបញ្ចប់បេសកកម្មរបស់ខ្ញុំ